anh là tôi rồi siêu pray mặt bằng phốn lời mà bà ta cam cái còng để lý សន្តិភាពមិនមែនជាការអំពាវនាវដោយអារម្មណ៍ប៉ុណ្ណោះទេប៉ុន្តែបងប្អូនគេចែករំលែកនេះគឺជាសម្លេងបាតកម្មនៅទីក្រុងប៊េលីនប្រទេសអាល្លឺម៉ង់បងប្អូនជាចែករំលែកទាំងអស់គ្នាគុណស៊ីវិលនិងការគោរពអធិបតេយ្យភាពរដ្ឋគឺជាគោលការណ៍សកលដែលគ្រប់ប្រទេសត្រូវគោរពដោយគ្មានលក្ខខណ្ឌឬការរើសអើងយើងជឿជាក់ថាកំណត់ដៃដោយសន្តិវិធីគឺជាផ្លូវតែមួយដែលអាចនាំឲ្យមានអនាគតមានស្ថិរភាពការសន្ទនាការគោរពគ្នាទៅវិញទៅមកនិងការអនុវត្តច្បាប់អន្តរជាតិគឺជាកន្លងដែលត្រូវការរួមគ្នាដើម្បីឲ្យតំបន់មានសន្តិភាពនិងប្រជាជនរស់នៅដោយគ្មានការភ័យខ្លាចក្នុងនាមប្រសើរនិងជាពលរដ្ឋយើងបដិសេធអំពើហិង្សាទាំងអស់ហើយយើងជឿថាមេត្តាករុណានិងប្រាជ្ញាអាចឈ្នះអាវុធនិងការបំផ្លាញបានសូមថ្លែងការណ៍ជូនអន្តរជាតិថាក្នុងនាមព្រះសង្ឃជួយចែករំលែកមកបងប្អូនជនរួមជាតិខ្មែរនៅជម្រាបសួរបងថ្ងៃជួយចែករំលែកផងជួបជុំគ្នានៅក្នុងទីក្រុងទាំងឡាំងថ្ងៃទី20ខែធ្នូដោយសន្តិភាពនិងដោយការគោរពច្បាប់អន្តរជាតិសូមប្រកាសយ៉ាងច្បាស់អូទៅថាមួយយើងទាមទារឲ្យមានការបញ្ចប់អំពើហិង្សានិងសង្គ្រាមឈ្លានពានជាបន្ទាន់ទៅលើទឹកដីកម្ពុជាទី2យើងទាមទារឲ្យកងទ័ពសៀមដកចេញពីទឹកដីកម្ពុជាទាំងស្រុងនិងដោយមានលក្ខខណ្ឌបងខាន់សុបាយទៅហើយឲ្យគ្រប់ភាគីគោរពសិទ្ធិបតេយ្យភាពបរណភាពទឹកដីនិងឯករាជ្យរបស់កម្ពុជាស្របតាមគោលនយោបាយអង្គការសហប្រជាជាតិ4យើងអំពាវនាវឲ្យមានការការពារប្រជាជនសក្តិកោអាននិងឲ្យមានការចូលរួមរបស់អង្គការអន្តរជាតិក្នុងការគ្រប់គ្រងវិជាការអន្តរជាតិ5យើងជឿជាឲ្យមានការការពារការសហការនិងមកដល់របស់កម្ពុជាឲ្យជាមកដល់រួមរបស់ប្រទេសនេះមិនមែនជាការចូលជំនួសទេប៉ុន្តែជាការការពារកិច្ចការរបស់នោះនិងសមភាពអន្តរជាតិអរគុណសុខសប្បាយបាយទីអស់ចាគូតកាប់អបនេះសូសោកៅអស់លីងយ៉ានឹងដូចគ្នាហ្នឹងហើយក៏គឺសុខភាពជំនាញអីសុខភាពទៀតបើវាអញ្ចឹងណាដាត់អត់ដេកអត់ស៊ីហើយមានអីសុខភាពទៀតយ៉ាលៀបគ្មានលៀបទេណែខ្ញុំមកលៀបយើងចាយយើងមកបាច់ខ្ញុំបាច់ហ្នឹងយើងចាយយើងសើមានចាយចៅអស់ហើយនេះហើយមើលឲ្យមានចាយប៉ុន្មានហើយអត់ខ្ញុំចាំតិចទៀតចាំភាពគុំភ្លឺលើតែដីកម្ពុជាសូមឲ្យបញ្ញាឈ្នះអាវុធសូមឲ្យមេត្តាករុណាឈ្នះការស្អប់និងសូមឲ្យយុត្តិធម៌ឈ្នះអំពើអយុត្តិធម៌សន្តិភាពសម្រាប់កម្ពុជាយុត្តិធម៌សម្រាប់ជាតិនិងអនាគតសម្រាប់កូនចៅយើងទាំងអស់គ្នាមើលបងប្អូនអ្នកនៅខាងក្រោយអ្នកនៅខាងមុខសំទៅថាតើយើងមិនត្រឹមតែខាងក្រោយទេថែមទាំងខាងក្រៅទៀតយើងខាងក្រោយហើយខាងក្រៅទៀតអញ្ចឹងសូមលើកទឹកចិត្តបងប្អូនជួបមុខជាពិសេសកងទ័ពទោះបីជាត្រូវមានមេទ័ពពុករលួយយ៉ាងណាក៏ដោយកុំទាន់បាក់ទឹកចិត្តពួកយើងនៅតែតស៊ូនៅក្នុងប្រទេសខ្មែរមានអ្នកដើររើសអេតចាយគាត់ក៏អាចចូលបនចូលសទ្ធាហើយនៅទីនេះក៏មានមិនថាកូនតូចហើយត្រជាក់ណាបងប្អូនត្រជាក់ហើយបងប្អូនឃើញទេម្នាក់សិតតែឃ្លុំប៉ុន្តែបីទាំងកូនពូនទាំងចៅមកទៀតចាហើយសូមលើកទឹកចិត្តបងប្អូនកុំអស់សង្ឃឹមហើយកុំបាក់ទឹកចិត្តបើទោះបីជាមានអំពើពុករលួយណាមួយក៏ដោយត្រូវតែខំថ្មិញសង្កត់ចិត្តទៅមុខតទៅទៀត
ค่ะ Hier unter den historischen Schatten des Brandenburger Tor in Berlin zusammengekommen seid. Am heutigen 25. Dezember übermittle ich euch als kambodschanischer Mönch und Vertreter der Stimmen unserer Landsleute in der Bundesrepublik Deutschland aufrichtige Wünsche für Frieden und Nachhaltigkeit. Wir sind heute nicht hier, um Streite oder Form zu verbreiten. Sie sind hier, um einzufordern, um zum Frieden aufzurufen, um das Kriegsverhalten auf das gleiche Maß zu lenken. Eine Religion, das in der Geschichte zu bewegen und nach innen ចាប់ខ្ញុំរននឹកសិនដឹងតែប្រហែលហើយងាប់ឲ្យបងឡើងចាស់គេនៅចំណាំបានតែគេនៅតែក្មេងទៅក្មេងទៅអត់ចំណាំបានសោះក៏សប្បាយសុខសប្បាយចិត្តទេមកម្នាក់ទេខ្ញុំមកគ្នាខ្ញុំមួយឡាន4នាក់មកពីនឹងនេះសុផាមកដែរតែមួយនោះវាដាច់ហ្មងប្រធានសមាគមគាត់អត់ទៅចោលដល់គួយបានចោលអត់មានចោលទៀតបានចោលមួយស្លាញ់ចោលស្អីកូនលីគាត់ខំចូលវិធីការកន្លែងទៀតគាត់ញ៉ាដឹងតែលីលីតែចោលមានណាមានលីលីតាពូតែពូបើមកស្គាល់តាពូអត់មួយណាតាពូគេកែគេតាមនេះអូយសំទៅใจមិនខ្លាចវាជាប់ក្នុងនេះបានតែយើងต้องទៀតDie Unwissenheit zu beenden und das Weichen zu lindern. Kambodscha hat diesen wirklich gesucht. Die kambodschanische Volk mit dem Frieden. Im Anfangsleben und dem gegenseitigen Respekt. Frauen, Kinder, Mädchen und ältere Menschen sind keine aber es sind diejenigen, die das Beste tragen. Wir erklären heute unmissverständlich, Kambodscha ist das Opfer in diesem Konflikt. Beschussdrohungen und Grenzverletzungen haben Zehntausende Menschen in die Flucht getrieben. Dies ist eine Verletzung der grundlegenden Menschenrechte und des Völkerrechts. Aber es bedeutet nicht Rache, sondern die Anerkennung der Wahrheit und die wir beenden Sie die Gewalt dieses Kriegs sofort. Respektieren Sie die Souveränität und die Zivilisation Ihres Nachbarns und ziehen Sie alle Truppen bedingungslos von kambodschanischen Territorium ab. យំបែកផើមមកផើមមក Im Brandenburger Tor, einem Symbol der Einheit und des Sieges des Friedens über die Teilung, rufen die Weltgemeinschaft, die Vereinten Nationen, die EU und alle Menschenrechtsorganisationen auf, Wir fordern eine unabhängige Beobachtung der Geschichte sowie Bevölkerung und den Erfall des Weltkulturerbes. Schweigen angesichts des Unrechts bedeutet, das Unrecht zu dulden. Unsere Stimme heute sprechen dieses Schweigen. Frieden ist nicht nur ein emotionaler Wunsch, sondern eine Forderung auf Grundlage des Völkerrechts und der menschlichen Würde. Die Beendigung von Frieden und der Schutz der Souveränität ist universale Prinzipien, die ausnahmslos in jedes Land gelten müssen.
ឲ្យគាត់ôm train ôm trainគាត់មានទាំងពីរហ៎ចា In Namen, der kambodschanische Menschen und Bürger in Deutschland erklären wir erstens, wir fordern den vollständigen und bedingungslosen Abzug fremder Truppen aus Kambodscha. Zweitens, wir fordern den vollständigen und bedingungslosen Abzug fremder Truppen aus Kambodscha. Ja, du kannst mitlaufen, Schatz. Du kannst mitlaufen, aber du musst da oben lassen, weil die beide Seiten hast. Bleib mitlaufen. Komm, ich laufe mit. Da hinter dem. Komm. Oder dann nimmst du den Kamera. Ich laufe dann. Wir fordern den Schutz der antiken Tempel, die ein gemeinsames Erbe der Menschheit sind. Diese Forderungen dienen nicht der Provokation, sondern dem Schutz der menschlichen Würde und des Friedens. Heute stellen wir auf der letzten eine Botschaft in die Welt. Okey, open ground, open balkon, kemudian open ground, dan nanti pasal itu dia khóc mà khóc mà ê
ចកដៃគួសំខ្ញុំថាយកមានពេលគ្រប់គ្រាន់នោះដាក់ឈើដូចគេចាវាស្រួលកាន់ណោះខ្ញុំរកហើយប៉ុន្តែវាអត់ពេលរកតែពេលដំតែគោលអត់បាន មកកម្ពុជាតែគួរតែអង្គុយក្នុងថ្នាក់រៀនក៏តែជាត្រូវរត់ពីខ្លួនហើយជាផ្លេចហើយថៃបង្កការរំខានយ៉ាងធ្ងន់ធ្ងរដល់ការសិក្សានិងអនាគតរបស់ពួកគេជីវិតប្រជាជនកម្ពុជាទូទៅត្រូវបានញោមញីឲ្យបាត់បង់ចិត្ត សឿខ្ញុំមកច្រឡំណាសំអល់អី ខ្លាយជាប្រទេសវៀតណាមចំណែកឯកូនត្រូវរស់នៅក្នុងព្រា មិនបានខ្ញុំបែកញើសម្នាក់ឯងមើល អំពើជាតិពានរបស់ថៃ ជុកខ្លាចវាទៅជាង ប៉ុន្តែគឺជាការវិប្រហារលើប្រវត្តិសាស្ត្រវប្បធម៌និងប្រលឹងជាតិខ្មែរទាំងមូលក្នុងពេលដ៏តបស្ទាយនេះយើងសូមស្កោតទោសយ៉ាងដាច់អហង្ការបំផុត ដើរមកត្រួសទៀតសិន ភ្លានពាននិងសកម្មភាពប្រព្រឹត្តផ្សាយរបស់កងទ័ពថៃមកនៅប្រទេសនិងប្រជាជនកម្ពុជា បងប្អូនពលរដ្ឋខ្មែរទាំងអស់គ្នាជាទីគោរពស្រឡាញ់យើងចូលនៅទីនេះ អាណាស្រម ដើម្បីជាខ្មែរទាំងមូល យត់អាណាស្រម យើងត្រូវអំពាវនាវដល់សហគមន៍អន្តរជាតិឲ្យបានដឹងឮថាសកម្មភាពព្រានពានរបស់ថៃមិនមែនជាការការពារខ្លួនទេហើយក៏មិនមែនជាការដោះស្រាយបញ្ហាតាមព្រោះតែដែរបញ្ហាព្រំដែនទៅជាដោះស្រាយតាមរយៈការសន្ទនាការចរចានិងការស្របតាមច្បាប់អន្តរជាតិបញ្ហាព្រំដែនមិនមែនដោះស្រាយដោយការប្រើកម្លាំងឬការព្រានពានជាដាច់ខាតប៉ុន្តែទូទៅវិញសកម្មភាពរបស់ថៃគឺជាការព្រានពាន អូយបងប្អូនណាក្តៅ សិក្សា ឈប់អាភេងមែនទេអូបែកគ្នាយូរដល់សុខសប្បាយធម្មតា ហើយមកវិញណា ប៉ុន គេ សុខទេតាំងពីគ្រោះថ្នាក់ចរាចរណ៍នឹងមកគឺជើងពិបាកតាមកាពិតពឹងឲ្យឈឺជើងណា បងប្អូនជួបរួមជា ហើយមកមុនណាគេ ស្រឡាញ់ គ្រូសា យើងចូលនៅទីនេះ ចានៅមិនទាន់រៀបការចាអភេងគាត់អត់សូវស្រួលខ្លួនទេខ្ញុំថាខ្ញុំមកម្នាក់ឯងឲ្យនៅផ្ទះទៅប៉ុន្តែអត់ព្រមទេទៅតាំងព្រោះឃើញខ្ញុំយំរហូតពេលអញ្ចឹង និយាយដោយចម្លែក ណាច់តែតស៊ូហើយ តែមួយ គាត់ឈឺប៉ុណ្ណាក៏ត្រូវតែមកជាមួយ ច្រើនតែពិភពលោកបាននៅភាពឈឺចាប់របស់យើងយើងប្រមូលកម្មគ្នានៅទីនេះ ជម្រាបលាសិនណាបងប្អូន ហើយប្រទេសថៃដោះលែងរយៈកងទ័ព